បងប្អូនទាំងគ្នាចឹងនៅក្នុងវីដេអូនេះគឺយើងនឹងចែកម្លែកអំពីរបៀបនៃការ convert PDF ទៅជា image នៅក្នុង PowerPoint ណាបាទជាជំហានទី1គឺយើងចូលមកកាន់ file របស់យើងមកបាទគឺជា file PowerPoint របស់យើងដែលយើងបាន save ទៅជា PDF អញ្ចឹងយើងចង់បានប្រមាណ file ដែលយើងចង់ save ទៅជារូបភាពណាអញ្ចឹងយើង select ទាំងអស់ហ្នឹងមកអញ្ចឹងដើម្បី select បែបនេះបានគឺយើងចុច control យើងមកឆ្វេងមកបន្តមកទៀតដើម្បី convert យើងមកស្នាមមួយបន្តមកទៀតយើងយកកន្លែងពាក្យ show more option ហើយយើង scroll ទៅកន្លែង I love PDF បាទកម្មវិធីនេះគឺយើងតម្លើង I love PDF ណាបាទបន្តមកទៀតគឺយើងទៅយកពាក្យ convert បាទយើងយកពាក្យ convert មកបន្តមកទៀតយើង convert ទៅគេអានេះទៅជារូបភាពអានេះទៅជា Word ទៅជា Excel ទៅជា PowerPoint ទៅជា PDF អញ្ចឹងគឺយើងចង់បានជា PDF ទៅជារូបភាពអញ្ចឹងយើងយកឥឡូវហ្នឹងមកបាទអញ្ចឹងយើងចាំមកសន្ទុះមកអញ្ចឹងវានឹង convert ឲ្យយើងហ្នឹងបាទអញ្ចឹងពេលដែលវា convert នៅក្នុង slide របស់យើងមួយណាបាទអញ្ចឹងវាលោតមកបែបនេះពេលបានអញ្ចឹងនៅក្នុង PowerPoint ទី1របស់យើងណាក្នុង PowerPoint ទី1របស់យើងនេះអញ្ចឹងនេះគឺជា slide ទី1របស់យើងណាអញ្ចឹងវាមាន19 slide បាទមាន19 slide អញ្ចឹងពេលដែលវា save មកជា image ណាបាទពេលវា save មកជារូបភាពគឺវាបាន19ដូចគ្នាបាទនេះគឺ save ជារូបភាពណាអញ្ចឹងគឺអត់មានបាត់គុណភាពអីទេគឺវាច្បាស់ដូចគ្នាហ្នឹងបាទហើយយើង save ទៅជារូបភាពបាទអញ្ចឹងនេះគឺជា file ដែលយើងបាន save មិញបាទមានប្រមាណ file អញ្ចឹងវា load មកឲ្យយើងប៉ុណ្ណឹងដូចគ្នាណាបាទអញ្ចឹងយើង select មិញមាន8អញ្ចឹងវា load មកឲ្យ8ដូចគ្នាណាបាទហើយក្នុង slide មួយគឺវាទៅជា folder របស់វាអញ្ចឹងអានេះគឺងាយស្រួលសម្រាប់យើងមើលបាទអញ្ចឹងសូមអរគុណ